វិញ្ញាណតែមួយតែអំណោយទានផ្សេងគ្នាកាន់គម្ពីរកូរិនថូសខ្សែទី1ជំពូកទី12ខទី1ដល់ទី11ចំណែកឯអំណោយទានខាងវិញ្ញាណបងប្អូនអើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងងទេអ្នករាល់គ្នាដឹងហើយថាពេលដើមអ្នករាល់គ្នាជាសាសដតីដែលត្រូវបង្វែរទៅឯរូបព្រះគេតាមតែមានសេចក្តីដឹកនាំទៅនោះហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថាមិនដែលមានអ្នកណានិយាយដែលនៅព្រះវិញ្ញាណនៃព្រះថាព្រះយេស៊ូវត្រូវបណ្ដាសានោះឡើយក៏គ្មានអ្នកណាអាចនឹងថាព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរលើកលែងតែដែលនៅព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះរីឯអំណោយទាននោះមានផ្សេងពីគ្នាតែគឺជាព្រះវិញ្ញាណដដែលទេហើយក៏មានមុខងារផ្សេងពីគ្នាតែគឺជាព្រះអម្ចាស់ដដែលទេព្រមទាំងមានរបៀបធ្វើផ្សេងពីគ្នាទៀតតែគឺជាព្រះដដែលនោះឯងដែលទ្រង់ធ្វើគ្រប់ទាំងអស់ក្នុងមនុស្សទាំងអស់ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសម្ដែងមកក្នុងគ្រប់គ្នាដើម្បីឲ្យបានកើតផលត្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដែងនៃប្រាជ្ញាវាងវៃដែលសារព្រះវិញ្ញាណឲ្យម្នាក់ទៀតមានសម្ដែងនៃចំណេះចេះស្ទាត់តាមព្រះវិញ្ញាណដដែលហើយឲ្យម្នាក់ផ្សេងទៀតមានសេចក្តីជំនឿដែលនៅព្រះវិញ្ញាណដដែលឲ្យមួយទៀតបានអស់ទាំងអំណោយទាននិងអាចប្រោសអាជាដែលនៅព្រះវិញ្ញាណដដែលឲ្យមួយទៀតបានសម្ដែងការរិទ្ធបារមីនិងឲ្យមួយទៀតចេះអធិប្បាយឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណឲ្យមួយទៀតចេះនិយាយភាសាដទៃទៀតហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃតែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯងដែលធ្វើគ្រប់ការទាំងនោះទាំងចែកដល់គ្រប់គ្នាដោយមុខផងតាមដែលទ្រង់សព្វព្រះហឫទ័យចុះគិតនិងស្វែងយល់មានអ្នកជឿជាច្រើនក្នុងពួកជំនុំក្រុងកូរិនថូសដែលបានប្រៀបធៀបការជួបប្រទះការអស្ចារ្យជាមួយនឹងអំណោយទានខាងវិញ្ញាណខទី1ដល់ទី2ទោះបីជាយ៉ាងណាក៏ដោយអំណោយទានដ៏ពិតនៃព្រះវិញ្ញាណបរិសុទ្ធគឺបានបញ្ជាក់ដោយសមត្ថភាពបម្រើព្រះយេស៊ូវជាព្រះអម្ចាស់នៃជីវិតរបស់យើងនិងដើរការរស់នៅក្នុងការចុះចូលចំពោះអំណាចរបស់ទ្រង់ខទី3អំណោយទានខាងព្រះវិញ្ញាណគឺជាអំណោយទានដែលត្រូវបានចែកចាយដោយព្រះសម្រាប់ជាប្រយោជន៍របស់សហគមន៍មិនមែនសម្រាប់ជាប្រយោជន៍មនុស្សម្នាក់ឡើយខទី4ដល់ទី7លោកសាវកប៉ុលបានទូន្មានគេកុំឲ្យវាយតម្លៃឬប្រៀបធៀបអំណោយទានខាងវិញ្ញាណតខ្លួនរបស់ពួកគេជាមួយនឹងអំណោយទានរបស់អ្នកដទៃប៉ុន្តែឲ្យប្រើប្រាស់អំណោយទានរបស់ពួកគេដើម្បីបម្រើដល់សហគមន៍ស្របតាមព្រះទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធដែលខិតខំយ៉ាងខ្លាំងដើម្បីធ្វើឲ្យពួកជំនុំមានសោភ័ណភាពវិញខទី8ដល់ទី11តើព្រះជានរណាដែលផ្អែកលើខទី4ដល់ទី6ព្រះអនុញ្ញាតឲ្យយើងបម្រើព្រះអម្ចាស់ដោយការប្រទានឲ្យយើងនៅអំណោយទានផ្សេងជាច្រើនមកពីព្រះវិញ្ញាណបរិសុទ្ធទោះបីជាទ្រង់បានប្រទានឲ្យយើងនៅអំណោយទានផ្សេងគ្នាក៏ដោយគឺមានគោលបំណងតែមួយប៉ុណ្ណោះសម្រាប់ពួកអំណោយទាននោះគឺដើម្បីបម្រើព្រះអម្ចាស់និងពួកជំនុំ
តើអំណោយទានអ្វីខ្លះដែលយើងបានទទួលហើយតើយើងប្រើប្រាស់ពួកវាដោយរបៀបណាសម្រាប់សហគមន៍របស់យើងតើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំដែលផ្អែកលើខទី7និងខទី11អំណោយទានខាងវិញ្ញាណគឺមិនមែនជាលទ្ធផលនៃការខិតខំប្រឹងប្រែងផ្ទាល់ខ្លួននោះទេប៉ុន្តែជាអំណោយទានមកពីព្រះវិញ្ញាណបរិសុទ្ធវិញពួកវាមិនត្រូវបានប្រទានមកយើងសម្រាប់ឲ្យយើងអួតពីពួកវាឡើយប៉ុន្តែដើម្បីបម្រើវិញហើយក៏មិនមែនសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនយើងឡើយប៉ុន្តែសម្រាប់ជាប្រយោជន៍របស់សហគមន៍យើងវិញយើងត្រូវតែប្រយ័ត្នចំពោះការប្រើប្រាស់អំណោយទានមួយចំនួនដែលមិនអើពើពីចំពោះព្រះហឫទ័យនិងអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធសូមអានកាន់គម្ពីរទំនុកដំកើងជំពូកទី77ដល់ជំពូកទី79សេចក្តីអធិដ្ឋានអោព្រះអម្ចាស់អើយសូមជួយយើងខ្ញុំឲ្យសម្គាល់មើលនៅអំណោយទានដែលព្រះអង្គបានប្រទានឲ្យដល់យើងខ្ញុំនិងដើម្បីបម្រើដល់សហគមន៍របស់យើងខ្ញុំស្របតាមព្រះទ័យរបស់ព្រះអង្គ